ចឹងអ្នកនរគ្នាអាចដាក់ page number ជាភាសាខ្មែរហើយវាចេញលេខរៀងអូតូដូចនេះបានចានេះទំព័រទី1ចឹងខ្ញុំអ៊ុំក្រោមទំព័រទី2អ៊ុំក្រោមទំព័រទី3ចឹងជំហានដំបូងអ្នកនរគ្នាចូលមកកាន់ insert បន្ទាប់មកយើងមើលមកខាងស្ដាំដៃចឹងឃើញមាន page number ចឹងវាមាន sample ច្រើនហើយវាមានគំរូច្រើនវាមាន top ដាក់នៅខាងលើក្តារកិច្ចការហើយមាន bottom page margin current ហើយនិង format page number ចឹងអ្នកនរគ្នាអាចមើលបន្ថែមលម្អិតនៅក្នុង YouTube channel របស់ខ្ញុំបានបាទបន្ទាប់មកអ្នកនរគ្នាចូលមកកាន់ bottom នេះចុះចឹងយើងរើសគំរូណាមួយបាទឥឡូវខ្ញុំយកគំរូមួយនេះចុះបាទបន្ទាប់មកអ្នកនរគ្នាកុំលុប page number នេះណាចឹងយើងកាន់តែលុបអក្សរនេះមកចឹងយើងដូចទៅជាភាសាខ្មែរយើងដាក់ថាទំព័រទីបាទតែមកខ្ញុំ select វាហើយខ្ញុំដូរ font វានេះ19ចឹងវាធំចឹងខ្ញុំដូរដាក់11ចុះហើយ font ខ្ញុំដាក់ខ្មែរ OS មូល live មួយនេះបាទហើយបន្តមកដើម្បីបាន page number ជាភាសាខ្មែរអ្នកទាំងអស់គ្នា select នៅលើ page number នេះមកបាទហើយបន្តមកអ្នកទាំងអស់គ្នាដូរ font ចឹងអ្នកទាំងអស់គ្នាត្រូវមាន font មួយទៀតគឺ font Lemon ចឹងដើម្បីបាន font Lemon អ្នកទាំងអស់គ្នាចូលទៅកាន់ YouTube channel របស់ខ្ញុំហើយស្វែងរកវីដេអូដែលខ្ញុំបង្ហាញទាក់ទងជាមួយនឹងការបង្កើតឬក៏ការដាក់ page number ជាភាសាខ្មែរអញ្ចឹង link នៅខាងក្រោមវីដេអូគឺជា link font Lemon អញ្ចឹងអ្នកទាំងអស់គ្នាអាច download ហើយទៅឡើងបានបាទឥឡូវខ្ញុំរក font Lemon ដើម្បីដូរលេខទំព័របាទនេះគឺវាចេញជាទម្រង់បែបនេះអញ្ចឹងយើងអាចយក Lemon មួយណាដែលយើងស្រឡាញ់មកឥឡូវខ្ញុំរើសមួយនេះចុះ Lemon S1បាទបន្ទាប់មកវាទូចចឹងបើវាទូចអ្នកនរគ្នាទៅឡើង font វាធំនេះមកចឹងខ្ញុំយកឲ្យប៉ុនគ្នាមកនេះ20ចុះបាទនេះចឹងយើងបានលេខpage number ជាភាសាខ្មែរហើយបន្ទាប់មកខ្ញុំ close header and footer នេះបាទបន្ទាប់មកខ្ញុំបង្កើតกระดาษកិច្ចការថ្មីដើម្បីមើលថាតើ page number របស់យើងនឹងវាចេញអូតូឬក៏អត់ចឹងខ្ញុំចុច control enter មួយទៀតអញ្ចឹងខ្ញុំបាន3ទំព័របាទអញ្ចឹងអ្នកនរគ្នាអាចមើលបាននេះទំព័រទី2ដែលយើងទៅបង្កើតហើយយើងអូសមកក្រោមនេះគឺជាទំព័រទី3